ស្វាគមន៍មកកាន់ Camp Teso សួស្តីអ្នកនរគ្នាស្វាគមន៍សាជាថ្មីមកកាន់ vlog ថ្មីរបស់ខ្ញុំមួយទៀតហើយចឹងនៅក្នុងថ្ងៃនេះខ្ញុំសូមអ្នកនរគ្នា7នាទី36វិនាទីជាមួយខ្ញុំទៅមើលពីសកម្មភាពនៃការធ្វើ volunteer របស់ខ្ញុំនៅក្នុងកម្មវិធី Camp Teso ចឹងនៅក្នុង vlog នេះគឺខ្ញុំនាំខាងអ្នកនរគ្នាពីសកម្មភាពរួមទាំងអស់តែម្ដងរយៈពេល3ថ្ងៃកម្មវិធី4ថ្ងៃសម្រាប់ក្រុមរបស់ខ្ញុំផ្ទាល់ហើយអ្នកនរគ្នា Camp Teso នេះគឺខ្ញុំបានចូលរួមច្រើនដងហើយចឹងនេះគឺជា vlog ទី3សម្រាប់ខ្ញុំហើយក៏ជាឆ្នាំទី3ដែលខ្ញុំបានចូលរួមជាមួយ Camp Teso ផងដែរអញ្ចឹងអត់ខុសគ្នាពីមុននេះអ្នកនរគ្នាគឺខ្ញុំនៅក្នុង team venue ទៀតហើយគឺ venue team រយៈពេល3ឆ្នាំជាប់គ្នាអញ្ចឹងនេះគឺជាសមាជិកានិស្សិតសមាជិការបស់ team venue បាទមានធ្វើអីទេមុនថ្ងៃកម្មវិធីមួយថ្ងៃគឺយើងដើរបិទផ្លាកបិទអីចឹងទៅបាទហើយយើងអង្គុយលេងអង្គុយអីចាំម៉ោងបាយហូបបាយអញ្ចឹងណាបាទអញ្ចឹងសកម្មភាពនេះអ្នកនរគ្នាប្រហែលជាអាសាឃើញនៅក្នុង vlog Camp Teso របស់ខ្ញុំអញ្ចឹងសូមបន្តទស្សនាដូចតទៅបាទនៅក្នុងថ្ងៃទី1ចឹងអត់មានអីច្រើនអស់គ្នាក្រៅពីញ៉ាំបាយហើយសម្រាប់ឲ្យយើងមករៀបចំការងាររបស់យើងជាបន្តទៀតបាទគឺយើងទៅផ្ទះឈានមកដល់ថ្ងៃទី2តែម្ដងចឹងនេះគឺជាថ្ងៃទី2ហើយក៏ជាថ្ងៃដែលកម្មវិធីបើកជាផ្លូវការដែរចឹងពួកខ្ញុំក្រុម venue គឺមកតាំងពីព្រឹក volunteer ផ្សេងទៀតអត់មកអ្នកនរគ្នាគឺមានតែពួកខ្ញុំមកក្រុមមានតែត្រូវមកតាំងពីព្រឹកហើយរៀបចំបន្ទាប់ពីញ៉ាំបាយញ៉ាំអីហើយចឹងពួកខ្ញុំចាប់ផ្ដើមដូរកៅអៅឆ្នាំនេះគឺ team color ពណ៌ស្វាយរបស់គ្នាបាទហើយបាទនេះសឹងតែជាបាទគ្នាខ្ញុំមកអូហូសប្បាយអស់ទាំងអស់គ្នាបាទចឹងទៅយើងរងចាំការអញ្ជើញម្ដងរបស់គណៈធិបតី That when I talk to you, oh Cupid walks right through and shoots an arrow through my heart, and I sound like a loon, but don't ដូចសពមួយដងកម្មវិធីផ្លូវការបានចាប់ផ្ដើមដំណើរការហើយបន្តមកទៀតក៏មានជា gala dinner បាទអញ្ចឹងពួកខ្ញុំអត់ទៅណាទេក្រៅពីកន្លែងម្ហូបនឹងឯងទីណាមានម្ហូបទីនោះមានខ្ញុំDon't you notice how I get quiet នេះជាទង្វើអ្វីដែរបាទទង្វើអ្វីហើយនេះគឺជាទង្វើអ្វីដែរបាទនំគ្នាចូលលាន់នេះបាទទៅថ្ងៃទី2កម្មវិធីនំគ្នាចូលហើយចាំមើលស្អែកនំគ្នាងើបមកមិនទាំងអស់គ្នាចឹងចាំមើលសកម្មភាពនៃព្រឹកស្អែករបស់ពួកខ្ញុំដែលជាថ្ងៃទី3 Oh the burning pain listening to you heart pump out some new soulmate. She's so perfect, blah blah blah. Oh how I wish you'll wake up one day, run to me, confess your love. At least just let me say that when I talk to you, oh cute. បាទត្រង់ចំណុចនេះបាទគឺខ្ញុំអត់ចូលលេខគ្នាបាទព្រោះខ្ញុំភ្លេចបាត់ហើយមិនដឹងថាពេលនេះគឺជាពីអីទេបាទតែដូចជាចង់បានថានិយាយពីរឿងនៅអូស្ត្រាលីបាទអញ្ចឹងទៅបាទអូស៊ីមេតបាទក្តីមេតបាទរបៀបថានៅថតរូបថតអីហើយបាទដើរទៅយកម៉ូតូបាទគឺថាសល់តែម៉ូតូ2នាក់ខ្ញុំទេនៅកន្លែងផ្ញើម៉ូតូហ្នឹងបាទគឺឆ្លៀតថតវីដេអូឥឡូវនេះចូលដល់ថ្ងៃទី3ពេលព្រឹកហើយចឹងយើងមកពីមកតាំងពីព្រឹកតែម្ដងដល់ពេលហើយនេះគឺសិតសឹងតែជាបាទគ្នាខ្ញុំនឹងឯងយើងថតរូបថតអីចឹងហើយបាទគឺយើងទៅតាមទីតាំងការងាររបស់យើង What's a girl to do lying on my bed staring into the blue unrequited terrifying love is driving me a bit insane have to get this off my chest I'm telling you today that when I talk to you oh Cupid
confess I loved you from the start. Confess I loved you. Just think បាទនេះអ្នកនរគ្នាប្រហែលជាឆ្ងល់ថា volunteer នេះគឺធ្វើការអីបានឃើញថតហើយអង្គុយលេងរហូតតែប៉ុន្តែការងារពួកយើងគឺមាន role ខុសៗគ្នាអញ្ចឹងទៅពួកយើងទៅតាមកន្លែងផ្សេងៗគ្នាហើយពេលនេះគឺជាពេលជួបជុំញ៉ាំបាយជុំគ្នាបាទញ៉ាំបាយពេលថ្ងៃអញ្ចឹងណាបន្តមកទៀតអង្គុយនិយាយគ្នាលេងហើយយើងនាំគ្នាទៅតាម role រៀងៗខ្លួនវិញហើយអញ្ចឹងដូចជានៅក្នុង vlog នេះអញ្ចឹងអ្នកនរគ្នាសម្រាប់ team venue គឺយើងរវល់មុនថ្ងៃកម្មវិធីមួយថ្ងៃប៉ុន្តែដល់ថ្ងៃកម្មវិធីជាក់ស្ដែងគឺពួកយើងអត់សូវរវល់ទេគឺយើងមានរូបធីតាមប្រភេទអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងទៅយើងអង្គុយលេងឬក៏ទៅជួយ team ផ្សេងអញ្ចឹងទៅ that way. I don't need reminders of how you don't feel the ហើយ same. នេះគឺជាសកម្មភាពថ្ងៃទី4របស់ team venue ហើយក៏ជាថ្ងៃចុងក្រោយរបស់កម្មវិធីអញ្ចឹងយើងមកពីព្រលឹមដូចសពមួយដងហើយយើងមាន refreshment មានអីយើងទៅយើងញ៉ាំអីហើយយើងចាប់ផ្ដើមទៅតាមទីតាំងរៀងៗខ្លួនទៀតហើយអញ្ចឹងបាទនេះគឺមកអង្គុយស្ដាប់ចម្រៀងអញ្ចឹងទៅបាទ You'll wake up one day, run to me, confess your love at least បន្ just ទាប់មកទៀតក៏ដល់ពេលវេលាដែលត្រូវញ៉ាំបាយហើយគឺយើងធ្វើ outfit check ជុំគ្នាជាមួយ team venue ទាំងអស់ right through and shoots an arrow through my heart. And I sound like a loon, but don't you feel បាទនៅពេលនេះគឺកម្មវិធីបានបញ្ចប់ហើយចឹងពួកយើងដើរបោកផ្លាកដែលយើងបានបិទមុនថ្ងៃកម្មវិធីមួយថ្ងៃហ្នឹងហើយយើងចុះទៅជួបជុំគ្នានៅ hall ធំរបស់កម្មវិធីដែលយើងនឹងធ្វើជាមួយនឹងដូចជា panel discussion អញ្ចឹងណាអ្នកនរគ្នាបាទហើយបាទគឺខ្ញុំគឺងុយដេកខ្លាំងខ្ញុំសុំដេកមកភាំងហើយសារថាអត់បានដេក3 4ថ្ងៃបាទបន្តមកទៀតនេះគឺជាសកម្មភាពក្រុមការងារបាទ crew ទាំងអស់ជាមួយនឹង volunteer បាទគឺថតរូបជុំគ្នាហើយ what's a girl to do? បាទនេះសុទ្ធសឹងតែជាសកម្មភាពរបស់ក្រុមការងារក្រុម volunteer តរូបជុំគ្នាមុននឹងយើងចែកជើងគ្នាទៅផ្ទះចឹងណាបាទហើយសម្រាប់បាទ Camteso លើកទី22នេះបញ្ចប់ទៅដោយជោគជ័យតែមិនដឹងថាលើកទី23ខ្ញុំបានចូលរួមអត់ទេចាំមើលសិន Have to